ណែបងដដបងកាកាខ្ញុំដូចជាឆ្ងល់ដល់ហើយតែយាយយើងមកភ្នំពេញដល់របៀបណាមិនហើយកកបងនេះក៏ឆ្ងល់ដែរតើលោកយាយទួតណាក៏ស្គាល់ផ្ទះយើងដល់របៀបណាទៅមើលទៅលោកយាយទួតណាក៏មិនមែនជាមនុស្សធម្មតាទេមើលទៅអូយបងដដកុំតែឆ្ងល់ច្រើនពេកជួនកាលលោកប៉ាអ្នកម៉ារបស់យើងគាត់ធ្លាប់ប្រាប់ពីលេខផ្ទះរបស់យើងថាពួកយើងនេះនៅម្ដុំណាទៅបានជាលោកយាយទួតណាគាត់មករកឃើញបែបនេះហើយកុំតែឆ្ងល់អីច្រើនពេកគ្រាន់តែរឿងប៉ុណ្ណឹងណាអត់មានអីគួរឆ្ងល់ទេបងអូនឯងមានចាំមកអត់ប៉ាម៉ាក់គាត់បានប្រាប់ថាលោកយាយទួតយើងណាមានអាយុមិនតិចជាង80ទៅ90ឆ្នាំនោះទេហើយគាត់ថាលោកយាយច្បាស់ជាចាស់ជរាស្បែកជ្រីជ្រួញតែពេលដែលពួកយើងឃើញថ្ងៃមិញមើលទៅខុសស្លាតត្មងគឺគាត់នៅក្មេងណាស់ហើយថែមទាំងស្អាតមិនចាញ់នឹងម៉ាក់របស់យើងប្រហែលទេអូនចាមែនហើយបងខ្ញុំគិតថាដូចជាខុសស្លាតពីការដែលពួកយើងនិយាយគ្នានៅសាលារៀនណាបងអូយអាឡូហើយមកទាំងជប់នឹងមិនដឹងថាគេដេកគេពួនអីទេបាទខ្ញុំខទៅនេះណាចង់ជួបដោមិនមែនចង់ជួបស្រីឆ្លានឯងនោះទេនរណាគេនឹងកកអាសិតមែនទេមើលបងសុំនិយាយតិចមើលយកទៅធុញណាអាឡូមានកាអីមានកាបានជាគ្នាខទៅទូរស័ព្ទរបស់ឯងតែមិនលើកសោះមិនដឹងជាទុកនៅឯណាហើយធ្វើស្អីនោះទេគឺគ្នាភ្លេចទូរស័ព្ទនៅក្នុងបន្ទប់គ្នាហ្នឹងណានេះឥឡូវគ្នាកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងកកនិងកាកាហ្នឹងណាកំពុងតែនិយាយដើមនិយាយទូរបស់គ្នាហ្នឹងថាម៉េចនិយាយរឿងនិយាយទូរបស់ឯងនិយាយរឿងលោកយាយបងខ្ញុំសុំនិយាយបន្តិចបងអាឡូបងសិតគេអញ្ចឹងណាលោកយាយទួតណាមកដល់ផ្ទះខ្ញុំព្រឹកមិញហើយថែមទាំងនៅក្មេងខ្ចីស្អាតទៀតផងអាយុគាត់ប្រហែលជាមិនដល់40ឆ្នាំទេខ្ញុំមកសឹងតែមិនជឿនៅភ្នែកទេបងស្អីគេនៅក្មេងហើយស្អាតទៀតកកបងធ្លាប់តែឮគេនិយាយថាយាយទួនមានអាយុមិនតិចពី80ឆ្នាំទៅ90ឆ្នាំនោះទេហើយច្បាស់ជាចាស់ជរាទៀតវាគ្មានអីដែលនៅក្មេងនោះទេបងមិនជឿទេកកកុំមកកុហកបងបងឯងមិនជឿទេសួរបងដដខ្ញុំទៅខ្ញុំមិនដែលចេះកុហកបងឯងនោះទេបើបងឯងមិនជឿសួរគាត់ទៅចាំជាឈួតមែនមែនទេអាសិនកកប្អូនអញវានិយាយប្រកបមែនបើឯងមិនជឿទេស្អែកនេះថ្ងៃអាទិត្យឯងមកលេងផ្ទះគ្នាមកឯងពិតជាបានដឹងហើយចាំគ្នានាំឯងទៅជម្រាបសួរលោកយាយទួតរបស់គ្នាយ៉ាងម៉េចដែរបើអញ្ចឹងស្អែកនេះគ្នាទៅលេងផ្ទះរបស់ឯងហើយគ្នានឹងបបួលបងខុនណាងទៅជាមួយថែមទៀតផងបាយពូម៉ាហើយស្អែកនឹងបងសិតគាត់មកលេងផ្ទះយើងហើយចុះបងខុនណាងគាត់មកដែរអត់អូនសិនបងលឺនិយាយទូរស័ព្ទបាញ់មិញថាយ៉ាងម៉េចហ្នឹងឮថាយាយកកបានមកដល់ភ្នំពេញហើយមែនទេមែនហើយបងខុនណាងយាយកកបានមកដល់ហើយព្រឹកមិញនេះគាត់បានមកតែម្នាក់ឯងទៀតគាត់មកម្នាក់ឯងមិននឹងកើតក្រែងគាត់ចាស់ជរាហើយហ្នឹងបើសិនជាបងឯងមិនជឿណាស្អែកនេះយើងនៅទៅផ្ទះកកហើយយ៉ាងម៉េចនឹងបងកាកាគ្រាន់តែលើថាបងសិតមកអង្គុយឲ្យញ៉ាំម្នាក់ម្នាក់ឯងមិញអញ្ចឹងអត់មានអីទេអូនប៉ះយើងទៅគេងទៅយប់ហើយក្រែងលោកប៉ាអ្នកម៉ាក់គាត់ស្ដីឲ្យអញ្ចឹងខ្ញុំទៅមុនហើយណាបងដដថ្ងៃស្អែកបងសិតមកបងខុនណាប្រកាសជាមកដែរណាបងណអូយចាប់ណាអូនស្រីខ្ញុំនេះឮតែព្រមលេងផ្ទះមិនបានទេ
អយអគាត់ជ្រិញមែន ហើយម៉េចបងឯងចំណានខ្ញុំ ក៏យួរ ចាំមើលណាបងខុនណាងមកខ្ញុំនឹងតែងខ្លួនឲ្យស្អាតដើម្បីទទួលបងខុនណាងណាបងណា ហើយជ្រិញមែន អើយបងលើសម្ដេចឲ្យអត់ណា អើស្អីគេនោះអូនហ៎ស្អីគេក្នុងទឹកហ្នឹងហ៎ស្អីគេនោះ នោះ ស្អីគេនោះ ស្អីគេនោះបងនោះ ស្អីគេនោះចាំបោះតាហាណា ចាលោកប្តីចេញទៅឲ្យសប្បាយ បកងជួយយកឡានខ្ញុំមកខ្ញុំទៅក្រៅ បាទលោកប្រុសអីនេះពូរ៉ាំបូអើយណែមកបើកឡានឲ្យលោកប្រុសគាត់មានការជិះទៅក្រៅ បងតាហាណាអូន ចាលោកប្តី បាយបាយ តែចាស់ប្រញាប់មកវិញ បាទអូនបាយបាយ អូហូលោកប្រុសមកហើយលោកប្រុសអញ្ជើញលោកប្រុសអញ្ជើញលោកប្រុសអញ្ជើញអញ្ជើញឡើងឡានលោកប្រុសអេអញ្ជើញលោកប្រុសអញ្ជើញបាទអញ្ជើញបាទទេអូយលោកប្រុសទៅហើយបាយបាយលោកប្រុសបាយបាយ សួស្ដីអ្នកម៉ាក់មួយកូននេះខំតែភ្ញាក់ចាប់មែនតើកូននេះ អ្នកម៉ាក់ក្រែងថ្ងៃហ្នឹងជាថ្ងៃអាទិត្យទេអត់អីបានជាលោកប៉ាគាត់ចេញទៅក្រៅឬក៏គាត់មានណាត់ជួបជាមួយអ្នកណាគេអ្នកម៉ាក់ ចាស់កូនថ្ងៃនេះណាប៉ាកូនមិញនេះឃើញមានគេខលមកដល់ពេលអញ្ចឹងទៅគាត់ក៏ទៅបាត់ប្រហែលជាគាត់មានណាត់ឲ្យមើលទៅអ្នកម៉ាក់និយាយចឹងថ្ងៃហ្នឹងកូនហៅមិត្តភ័ក្តិមកលេងផ្ទះហើយប្រហែលជានៅចាំបាយថ្ងៃត្រង់ជាមួយយើងណាម៉ាក់ហើយជាពិសេសកូនណែនាំពួកគេឲ្យស្គាល់លោកយាយទួតរបស់យើងបានទេម៉ាក់ចាបានតាកូនប៉ុន្តែលោកយាយកូនណាគាត់ជាមនុស្សចាស់បើទៅលេងគាត់ណាកុំទៅលេងយូរពេកប្រយ័ត្នគាត់ធុញចាម៉ាក់តោះបើអញ្ចឹងទៅកូនទៅញ៉ាំអាហារពេលព្រឹកជាមួយម៉ាក់ណាចា